អ្នកគ្រូថៃគេហ្នឹងអូយអ្នកទាំងអស់គ្នាពេលដែលយើងអ៊ុតហូបប្រមងហ្នឹងចាមុននឹងយើងអ៊ុតយើងត្រូវការបាញ់ឲ្យសប់ពេញជាមួយនឹងសាច់កណាត់ហើយចាយើងចាប់ដើមនឹងគ្នាអ៊ុតទាំងអស់គ្នាថ្ងៃនេះគឺចូលច្រើនមែនតើហ្មងហូបប្រមងចូលបានប្រហែលសល់មិន6ឈុតអានេះសល់មួយថ្ងៃនេះ5ឈុត5ឈុតទៀតទាំងអស់11ឈុតបងប្អូនទាំងអស់គ្នាចាអញ្ចឹងមុននឹងយើងក្នុងការអ៊ុតយើងបាញ់ហើយយើងទុកចោលសិនលាសារអីហូបប្រមងខ្លះវាមានបញ្ហាថាវាទុកខ្លាំងអញ្ចឹងយើងចង់ឲ្យសាច់កណាត់ដីយើងអ៊ុតងាយស្រួលយើងត្រូវការបាញ់ហើយយើងទុករយៈពេលដូចថា4ទៅ5នាទីទៅចាំយើងធ្វើការអ៊ុតក្រោយតែកំឡុងពេលដែលយើងអ៊ុតហ្នឹងក៏យើងត្រូវការបាញ់ទឹកថ្នាំដែរបងប្អូនតាគ្នាអូយស្អាតមែនតើញាក់ហ្មងចាអ៊ុតហើយមែននៅនេះអត់ទាន់អត់ទេណាដោយសារអីយើងប្រើមួយទឹកថ្នាំហើយអីអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់សួរព័ត៌មានបាក់ហាងអីអាចសួរនាំបានណាអរគុណ